thì ta vì mà ngày cứ đó là mình đang sẵn cũng đangมีเรื่องทำไมlà hôn mà này tỏ này mình thay chỉ đường phật cái bọt rương ra bánh hạt xanh cứ vì cao biên lang xong tự tha ro ngày mong chân mà sân chỉ dướng rồi nơi nó không phải bọt nâng cứ do vì mà cất á cứ thua ở chật bảo dương smoke smile khang mền tàn rương khá chỉ đường bọn này là tay so bàn tay miên đường một chùm nuốn ban châu từของmình ri con chui che chui ấy đang đây vì mình chỉ bánh hạt bọc luôn anh tao tự so សម្រាប់ខ្ញុំគឺជ្រើសរើសនៅផ្លូវកណ្ដាលមានន័យថាយើងធ្វើឲ្យទៅជាខ្លួនយើងបានហើយរឿងបញ្ហារបស់គេគ្រួសារគេជីវិតគេយើងមិនគួរលុកដៃឬក៏ពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់ហ្នឹងទេហើយទាំងអស់គ្នាក៏គួរតែធ្វើបែបហ្នឹងដែរព្រោះអីពេលខ្លះយើងអត់ទាំងស្គាល់គេផងយើងទៅជេរគេបើនិយាយស្រួលស្ដាប់តាមផ្លូវធម៌ណាគឺថាយើងនាំបាបចូលក្នុងខ្លួនយើងទាំងដែលយើងនឹងនៅតែផ្ទះសោះក៏អាចកើតបាបនឹងបានដែរអញ្ចឹងយើងមិនគួរលុកដៃឬក៏ពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់ហ្នឹងទេយើងស្ងប់ស្ងាត់ទៅមិនបាច់ចាំទៅចេះដឹងរឿងគេឬក៏យករឿងគេមកទុកក្នុងចិត្តអីទេធ្វើឲ្យជីវិតរបស់យើងនឹងកាន់តែញ៉ៃស្មុគស្មាញនិយាយទៅរស់នៅបែប introvert ទៅមានន័យថារឿងគេទៅគេដោះស្រាយចោះយើងខ្វល់តែពីរឿងយើងជីវិតយើងឆ្នាំបាយរបស់យើងបានហើយរឿងគេគេចេះដោះស្រាយហើយចាការរស់នៅបែប introvert ហ្នឹងក៏វាផ្ដល់អត្ថប្រយោជន៍ដល់យើងដែរពេលណាដែលយើងអត់ចេះដឹងរឿងគេអត់ខ្វល់ជាមួយនឹងរឿងគេយើងរស់នៅក៏មានក្តីសុខសម្រាប់យើងអញ្ចឹងណាមិនចាំទៅនិយាយដើមអ្នកណាទៅនិយាយទៅវាអត់ចំណេញសម្រាប់យើងទេយើងធ្វើអីទៅដើម្បីខ្លួនឯងទៅបានហើយកុំពាក់ព័ន្ធនឹងជីវិតរបស់គេអីអ្វីដែលខ្ញុំនិយាយហ្នឹងមិនចង់ថាខ្ញុំល្អតែខ្ញុំគាត់ចង់ប្រាប់អ្នកនររស់នៅបែប introvert ស្ងប់ស្ងាត់ទៅម្នាក់ឯងធ្វើអីម្នាក់ឯងទៅពេលណាដែលយើងអត់យករឿងគេមកទុកក្នុងចិត្តយកទៅនិយាយយើងក៏រក្សានៅសុខភាពរបស់យើងរក្សាសុខភាពផ្លូវចិត្តរបស់យើងហើយយើងក៏មិនបានទៅបំផ្លាញឬក៏ធ្វើឲ្យអ្នកដទៃខូចចិត្តដោយសារយើងដូចគ្នាអញ្ចឹងកាលណាតែយើងរស់នៅបែបអត់ខ្វល់ពីគេគិតចំពោះយើងហើយយើងក៏មិនខ្វល់ពីជីវិតរបស់គេយើងនឹងរស់នៅយ៉ាងមានក្តីសុខហើយ